អីវ៉ាន់ថ្មីទេបងអត់មានអីវ៉ាន់មកទឹកឬក៏កញ្ជុះអីទេគឺសិតតែអីវ៉ាន់ថ្មីទាំងអស់ហើយឡានគាត់នេះគឺគាត់មកដាក់ច្រើនណាបងមិនមែនតែកាងទេគឺគាត់នៅដាក់ត្រឡោកកញ្ចក់ចាប់ត្រឡោកកញ្ចក់អីផ្សេងទៀតគាត់នៅចាប់តាំងផ្លិតទឹកដាក់ស្មាច់ទៀតហើយគាត់នៅទិញកម្រាលជើងអីផ្សេងច្រើនទៀតបងអើយបងគាត់យើងគាត់យកឡានមកកែលម្អឲ្យស្អាតហ្មងបងដូចឡើងសេរីអញ្ចឹងចាំមើលបងចាំមើលឡានគាត់ពេលធ្វើហើយផ្លែប្រមាណភាគរយដែរគាត់មិនមែនកែលម្អតានៅខាងក្រៅទេមាននៅខាងក្នុងទៀតគាត់ដាក់កម្រាលជើងទៀតកម្រាលជើងមុនដំបូងគាត់យកប្រភេទស្លឹកស្រាប់ទេប្រភេទសម្រាប់ស្លឹកស្រាប់អញ្ចឹងបងដាក់ឡានអីក៏បានដែរបងឡានតូចឡានធំដាក់បានទាំងអស់មានរូបអត់រូបអីគឺខ្ញុំមានទាំងអស់ណាបងអាចមកមើលនៅហាងក៏បានឬក៏បង screenshot ឆាតសួរក្នុង page ក៏បានដែរប៉ុន្តែចុងក្រោយគឺគាត់កំងកាត់តម្រូវឡានគាត់ហ្មងអាហ្នឹងចាំខ្ញុំធ្វើវីដេអូក្រោយមួយទៀតបងដោយសារតាឡានគាត់ធ្វើច្រើនពេកអញ្ចឹងទៅវីដេអូវែងពេកឥឡូវបងមកមើលខាងក្រៅនេះពេលចាប់កាងហើយអញ្ចឹងខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតទៅបងកាងហ្នឹងគឺកាងថ្មីកាងដែលខ្ញុំលក់បងហើយខ្ញុំអត់មានទទួលទិញកាងចាស់អីទេខ្ញុំទៅខ្ញុំលក់តែវ៉ាន់ថ្មីឯងបងហើយកាងដែលដាក់ហើយហ្នឹងកាងម៉ៃយីធូបងប្រភេទម៉ៃយីធូ0អញ្ចឹងបងយកទៅដាក់1តោន2តោនកន្លះអីក៏បានដែរហើយនឹងដាក់ឡាន3តោនកន្លះក៏បានដែរបើសិនជាដាក់ឡាន5តោនវាអត់ឃើញស្អាតដោយសារតាវាខ្លីអញ្ចឹងសម្រាប់ឡាន1តោន2តោនកន្លះ3តោនកន្លះពេលដាក់ទៅរៀងល្មមបងវាសមសួនអញ្ចឹងណាបើសិនជាបងសួរថាយកទៅដាក់ឡាន5តោនបានអត់បានបងដាក់ឡាន5តោនក៏បានដែរតែគ្រាន់តែវាខ្លីជាងវាមើលទៅអត់ស្អាតតែនិយាយត្រឡោកកញ្ចក់ក៏ចាប់ហើយដែរនេះបងសំបីតាត្រឡោកកញ្ចក់ក៏គាត់ស្រោបក្រុមមេអ៊ីណុកឲ្យហើយដែរយើងគាត់កែឲ្យទៅជាអ៊ីណុកឲ្យស្អាតហ្មងសំបីផ្លិតទឹកក៏បាញ់ហើយដែរលក់ផ្លិតទឹកកវ៉ាត់យូរអត់សូវធ្វើវីដេអូពីផ្លិតទឹកកវ៉ាត់ទេបងដោយសារតែម៉ួយក៏ស្គាល់ហើយអស់ហើយចឹងបើសិនជាបងមកសំបីតាពូប្រភេទពណ៌ប្រភេទអ៊ីណុកភ្លឺធម្មតាគឺអត់មានទាំងអស់ប្រភេទព្រួញក៏មានដែរនៅតែមាននៅក្នុងស្តុកចឹងបងកុំឃើញអេដមីនកាត់វីដេអូខ្លីចឹងឃើញធ្វើតាមមួយផ្លែតបងអត់មានធ្វើមួយផ្លែតទេយូរបងគ្រាន់តែយើងចំណាយពេលដោះកាងចាស់ហើយផ្សារជើងថ្មីចាប់កាងថ្មីហ្នឹងក៏យូរដែរបងអត់អាចមួយផ្លែតទេហើយនេះខ្ញុំមកថតខាងក្រៅឲ្យបងមើលពីការចាប់យ៉ាងស្មាច់ហើយខ្ញុំនិយាយពីរយៈពេលហ្នឹងដើម្បីឲ្យបងលៃពេលឲ្យត្រូវព្រោះបងខ្លះចេះតែថាធ្វើមួយផ្លែតដល់ពេលអញ្ចឹងទៅធ្វើឲ្យដល់ខាងខ្ញុំធ្វើអត់កើតវាអាចខាតជើងបង